ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមុននឹងវីដេអូនេះខ្ញុំបាននិយាយអំពីសេចក្តីថ្លែងការណ៍ខ្ញុំបានធ្វើវីដេអូមួយអំពីសេចក្តីថ្លែងព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបងប្អូនណាហើយបងប្អូនចង់ដឹងថាព័ត៌មាននោះនិយាយពីអីបងប្អូនអាចចូលទៅមើលនៅវីដេអូមុនបានយ៉ាងវីដេអូបន្ទាប់នេះក៏និយាយអំពីបងប្រុសត្រីស៊ីថេងដែរបងប្អូនដែលនៅក្នុងថ្ងៃទី2កក្កដានេះខ្ញុំឃើញលោកតាន់កឹមសួរបានផុសវីដេអូមួយពាក់ព័ន្ធនឹងលោកត្រីស៊ីថេងហើយក៏មានលោកនិចបងប្អូនជនបរទេសម្នាក់ដែលបងប្អូនអាចថាធ្លាប់ស្គាល់គាត់ហើយនៅក្នុងវីដេអូនេះគឺគាត់បានទៅជួបជុំគ្នានៅគេហៅថាសហគមន៍8មុំខេត្តកំពង់ស្ពឺបងប្អូនដែលទីនោះគឺជាសហគមន៍ដែលមានបងប្អូនយើងគាំពៀឬក៏ថែរក្សាសត្វព្រៃនៅទីនោះបងប្អូនណាហើយអ្នកពិសេសហ្នឹងនៅក្នុងនោះបងប្អូនស្គាល់គឺលោកត្រីស៊ីថេងហ្នឹងដែលជាអ្នកស្រឡាញ់សត្វជួយថែរក្សាសត្វហ្នឹងគឺមែនតើរយៈពេល30ឆ្នាំបងប្អូនគ្រាន់តែធ្វើការនៅភ្នំតាម៉ៅតាំងពីដំបូងមកហើយគាត់ថែរក្សាតម្រៃលាក់គីនេះវាគ្រាន់តែតម្រៃហ្នឹងវាចូល26ឆ្នាំបងប្អូនណាហើយគាត់ចាត់ទុកតម្រៃហ្នឹងដូចជាកូនអញ្ចឹងបងប្អូនហើយខ្ញុំស្មានតែលាក់គីតម្រៃហ្នឹងកូនស្រីប្រុសគាត់ដល់ពេលគាត់និយាយគាត់ថាតម្រៃកូនស្រីចាត់ទុកដោយកូនស្រីរបស់គាត់អញ្ចឹងមានន័យតម្រៃហ្នឹងគឺតម្រៃញីបងប្អូនហើយតម្រៃហ្នឹងមើលទៅដូចជាចេះហើយគាត់បរៀនបានច្រើនដែរមួយទៀតលោកនិចដែលជាជនបរទេសហ្នឹងក៏គាត់អ្នកស្រឡាញ់សត្វព្រៃដែរបងប្អូនណាហើយធ្វើការសង្គ្រោះសត្វព្រៃហ្នឹងជាច្រើនគាត់គ្រាន់តែធ្វើការងារពាក់ព័ន្ធនឹងសត្វព្រៃក្នុងការសង្គ្រោះសត្វព្រៃហ្នឹងរបស់កម្ពុជាគឺមានមែនតើរយៈពេល22ឆ្នាំដែរអញ្ចឹងចំនួនច្រើនណាបងប្អូនសិតតែចំនួនច្រើនហើយជាការលះបង់មួយពេលវេលាដ៏មានតម្លៃទៅមើលថែសត្វព្រៃបងប្អូនអញ្ចឹងគឺសិតតែជាបុគ្គលដែលមានន័យថាគួរគោរពគួរឲ្យតម្លៃបងប្អូននៅក្នុងវីដេអូនេះនៅក្នុងវីដេអូដែលខ្ញុំបានលើកឡើងថាលោកតាន់កឹមសួរបានធ្វើឬក៏បានបង្ហោះហ្នឹងលោកបានសាកសួរទៅលោកស៊ីថេងថាតើមានបំណងចង់ធ្វើការនៅភ្នំតាម៉ៅនោះវិញដែរឬទេចម្លើយរបស់គាត់គឺនៅតែចង់ដដែលទេបងប្អូនណាគឺមិនចង់បែកពីលាក់គីទេដោយគាត់បានលើកឡើងថាបើសិនបើមានការសម្របសម្រួលពីថ្នាក់លើឲ្យគាត់បានធ្វើគឺគាត់ធ្វើវិញដោយមិនចង់បែកពីលាក់គីទេហើយគាត់បានលើកឡើងពីធម្មតាទេកាលណាដែលមានទំនាស់មនុស្សយើងគឺជាមួយនរណាហើយទៅជួបវិញគឺអត់ដូចដើមទេប៉ុន្តែបើទោះជាយ៉ាងនោះក៏ដោយក៏គាត់នៅតែចង់បំពេញការងារមើលថែតម្រៃលាក់គីនឹងដោយសារដូចបានលើកឡើងពីដំបូងហើយគឺគាត់ចិញ្ចឹមតាំងពីតូចមកហើយចាត់ទុកថាជាកូនស្រីរបស់គាត់នោះទៅទៀតបងប្អូនណាអញ្ចឹងនេះគឺជាវីដេអូបង្ហាញពីចំណាប់អារម្មណ៍ឬក៏ពីបំណងរបស់គាត់គឺជំរឹះរបស់គាត់គឺនៅតែចង់ទៅមើលថែតម្រៃលាក់គីនឹងវិញបងប្អូនហើយលទ្ធផលមួយទៀតគឺពាក់ព័ន្ធនឹងការជួយបងប្អូនដែលបងប្អូនមានជំនួយឬក៏ជំនួយរបស់បងប្អូនជួយទៅដល់គាត់ឃើញម្សិលមិញនេះទេវីដេអូរបស់បងស្រីម្នាក់ដែលជាម្ចាស់ក្រុមហ៊ុនដូចជាឡាកាម៉ូបងប្អូនអធិស្ឋានផងមើលអានឈ្មោះក្រុមហ៊ុនឬក៏មិនចាំក្រុមហ៊ុនគាត់នេះជំនួយតាមរយៈបងស្រីនោះបានប្រកបប្រកាសទៅនៅពេលនេះគាត់មានន័យថា account ធនាគាររបស់គាត់ឃើញមានទឹកប្រាក់របស់បងប្អូនជួយដល់លោកត្រីស៊ីថេនេះមានចំនួន$11000បងប្អូនណា
những châu nơi không kiện này là bỏ lột thì sẽ thành hay những chỉ riêng muối đã chỉ riêng để cua ọp ọ sa tó rồi bỏ bong pro thì sẽ thành phần này hãy bỏ đầm miên một chiếcแบบquan đừng lột bệnh địch sọc túi bằng phần bàn bong hót nơi không ngày thì bị cả cái đà này đá lột bàn sơ xe nơi không bàn đai sẽ cùng Facebook rồi bỏ lốt nhưng hạ thả tùm bỏ phép dây âm phí lột tri sẽ thay này đá đòi lột bắt đầu là cả một phần rồi thừa cả nghĩa nơi nhưng hạ thả xiên để chỗ rồi xây tập những bờ quạt miên bầm lòng trong thôi cá cứ ai thôi bàn bằng phần ai cho được vừa bàn đây lộ sẽ thả bà ôn miên bầm nón thôi cá nữ xiên để cho rồi xây tập ôn ai mọc thôi nơi tì nị bán sống tệ trong màu rít bên đất sập phía Campuchia còn tái bạc khai miên cầm nót nâng miên ở hạ 7 bể những này cứ chỉ cả đỏ cả nghĩ hay trong càng này nó cứ miên ở hạ 7 bể phần đại những này cứ chỉ bùm non là o muối sầm rập bong pro tuy chỉ thấy là chịu cả nghĩa là đom sọc túi bằng đỏ lỏi men tên chỉ bùm non là o đó để gọt bàn đo càng nghĩ ỏi bàn tay bên tôi chỉ dạng ná có vì mình men chỉ chùm rồi bỏ lô tri xịt thầy nó để quạt men tên quạt tròn tịch chuột lại kỳ đâu mình một đó những từng khám thá bùm non rồi bỏ quát bàn xâm lại để cho xong một con bông phone này xong chùm điệp lía hay ở con bông phone đã bàn tạm đán ở video rồi hốt đó tìm mình chọn xong một con xong chùm điệp lía